Baจะเรียบซูปกมาบางคนក្នុងថ្ងៃនេះដែរខ្ញុំមកឆាមីជាមួយផ្ទីដែលដកជុំវិញផ្ទះពេលនេះដែរខ្ញុំដើរបេះផ្ទីដែលដកជុំវិញផ្ទះសំយកមកឆាជាមួយមីដែលយើងមានផ្ទីនេះដែរគឺជាផ្ទីធម្មជាតិដែលដកជុំវិញផ្ទះដែលរស់នៅសពថ្ងៃបន្ទាប់ពីបេះបានយើងយកមកបេះជាចំណិតតូចៗយកមកលាងទឹកបន្លែដែលយើងបេះរួចមីដែលយើងធ្វើជាមីស៊ុបមាន់មីជាតិត្រាំបន្តិចជាគ្រឿងផ្សំដែលយើងត្រូវធ្វើបន្តមកទៀតយើងស្រង់មីដែលយើងបានត្រាំឲ្យ5នាទីពេលនេះដែរគឺការរៀបចំធ្វើមីឆាជាមួយផ្ទីខ្ទះក្តៅរួចខ្ញុំដាក់ខ្លាញ់ជ្រូកដែលបានចំហៀវចូលទៅតាមបរិមាណគ្រឿងដែលយើងមានស្រាប់យើងដាក់ខ្ទឹមសចូលយើងច្របល់ចូលគ្នាឲ្យឡើងក្រហមបន្តិចយើងថែមស្ករសបន្ថែមបន្តិច1ស្លាបព្រាបាយហើយកូរច្របល់ចូលគ្នាឲ្យឡើងក្រហមបន្តិចយើងធ្វើការដាក់សាច់មីចូលច្របល់ជាមួយគ្រឿងដែលយើងបានបំពងខ្ទឹមនិងស្កររួចសូមមកច្របល់ចូលគ្នាចំពោះការច្របល់នេះដែរខ្ញុំច្របល់ឲ្យសព្វគ្រឿងខ្ញុំដាក់ខ្លាញ់មីចូលខ្ញុំដាក់អំបិលមីចូលបន្តមកទៀតធ្វើការច្របល់គ្រឿងដែលយើងបានដាក់រួចជាមួយសាច់មីច្របល់ចូលគ្នាសព្វរួចហើយយើងដាក់បន្លែទីចូលធ្វើការច្របល់ចូលគ្នាជាមួយសាច់មីនិងបន្លែផ្ទីបានពុកម៉ែបងប្អូននេះគឺជាលទ្ធផលនៃការឆាមីជាមួយផ្ទីធម្មជាតិរបស់ខ្ញុំសូមអរគុណច្រើនសម្រាប់បងប្អូនក្នុងការទស្សនាវីដេអូមួយនេះអញទេឲ្យពួកអូនឯង